រឿងខ្មោចគិលាននពថយកាដែលគ្មានមុខនៅក្នុងមន្ទីរពេទ្យចាស់មួយនៅជាយក្រុងមានអគារសម្រាប់អ្នកជំងឺដែលត្រូវបានបិទចោលអស់ជាច្រើនឆ្នាំអ្នកបម្រើការងារយាមយប់និងគិលាននពថយកាថ្មីតែងតែនិយាយអំពីរឿងចម្លែកមួយពួកគេហៅនាងថាគិលាននពថយកាដែលគ្មានមុខគេនិយាយថារៀងរាល់ម៉ោង 3 ព្រឹកនាងតែងតែរុញរទេះថ្នាំដើរតាមច្រករបៀងស្ងាត់អ្វីដែលគួរឲ្យខ្លាចគឺនាងស្លៀកឯកសណ្ឋានគិលាននពថយកាពណ៌សប៉ុន្តែនាងគ្មានមុខទេមានតែផ្ទៃមុខដ៏សស្អាតទទេគ្មានភ្នែកគ្មានច្រមុះហើយនឹងគ្មានមាត់សុខាគឺជាគិលាននពថយកាថ្មីម្នាក់មិនជឿលើរឿងនោះទេគាត់និយាយថាវាគ្រាន់តែជារឿងដែលគេនិយាយបន្លាយគ្នាប៉ុណ្ណោះយប់មួយគាត់ត្រូវបានបំពេញវេនយប់តែម្នាក់ឯងម៉ោង 2:50 នាទីព្រឹកមន្ទីរពេទ្យស្ងប់ស្ងាត់ខ្លាំងមានតែសំឡេងម៉ាស៊ីនត្រជាក់ហើយនឹងខ្យល់តិចស្រាប់តែគាត់បានឮសូរសំឡេងកង់រទេះក្រឹក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 សំឡេងនោះមកពីច្រករបៀងខាងមុខសុខាដើរចេញទៅមើលនៅចុងច្រករបៀងមានគិលាននពថយកាម្នាក់កំពុងតែរុញរទេះថ្នាំគាត់ស្រែកហៅបងជួយការវេនយប់ដែរមែនស្ត្រីនោះមិនឆ្លើយនាងបន្តដើរយឺតសុខាដើរទៅជិតពេលនៅចម្ងាយប្រមាណម៉ែត្រហើយជាប៉ុន្មានម៉ែត្រនាងក៏ឈប់យឺតនាងងាកមករកគាត់សុខាកក់ស្ទះឈាមនាងគ្មានមុខទេកន្លែងដែលគួរតែមានភ្នែកហើយនឹងមាត់គឺមានតែស្បែកសរាបស្មើសុខាស្រែកហើយរត់មកត្រឡប់ទៅបន្ទប់ការិយាល័យវិញប៉ុន្តែពេលគាត់បិទទ្វារសំឡេងនោះនៅតែខិតមកជិតគ្រិចសំឡេងនោះឈប់នៅមុខទ្វារបន្ទាប់មកមានសំឡេងគោះទ្វារតុកសុខាញ័រទាំងខ្លួនស្រាប់តែឮសំឡេងស្ត្រីមួយបានលាន់ឮឡើងខាងក្រៅតើអ្នកឃើញមុខខ្ញុំទេគាត់មិនឆ្លើយសំឡេងនោះក៏នៅតែសួរម្ដងទៀតតើអ្នកឃើញមុខខ្ញុំទេជានោះភ្លើងនៅក្នុងបន្ទប់ក៏រលត់ពេលភ្លើងបំភ្លឺឡើងវិញនាងកំពុងតែឈរនៅពីក្រោយគាត់គ្មានមុខគ្មានសំឡេងដកដង្ហើមគ្រាន់តែឈរសម្លឹងដោយផ្ទៃមុខទទេក៏គួរឲ្យរន្ធត់សុខាបាត់ស្មារតីភ្លាមព្រឹកឡើងបុគ្គលិកបានហៅគាត់ដេកសន្លប់នៅក្នុងបន្ទប់ក្រោយមកខ្មោចគិលាននពថយកាបានមកប្រាប់ថាជាច្រើនឆ្នាំមុនមានគិលាននពថយកាម្នាក់បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមានអគារមុខរបស់នាងរងរបួសយ៉ាងខ្លាំងតែត្រូវបាននាងបានស្លាប់មុនពេលវះកាត់ជួយបម្រើការងារចាប់តាំងពីថ្ងៃនោះមកគិលាននពថយកាថ្មីគេតែងតែនិយាយអំឡេងរទេះចម្លែកមួយដើរតាមច្រករបៀងគេហើយគ្មានអ្នកណាឃើញគិលាននពថយកាដែលហើយបើអ្នកណាឃើញគិលាននពថយការៀងរាល់ម៉ោង 3 សម្លៀកបំពាក់ពណ៌សកំពុងរុញរទេះថ្នាំនៅមន្ទីរពេទ្យកណ្ដាលព្រាតគុំដើរទៅមើលមុខនាងជាអ្វីដែលគួរឲ្យខ្លាចព្រោះអ្នកប្រហែលជាឃើញអ្វីដែលមិនគួរឲ្យឃើញពណ៌សប៉ុន្តែនាងគ្មានទេមានតែផ្ទៃមុខដ៏សស្អាតពីរបស់យើងទទេរឿងគ្មានភ្នែកខ្មោចចិន្តាយន្តនៅជាន់ដែលគ្មានមាត់គេសុខាខ្មោចចិន្តាយន្តនៅជាន់ដែលគ្មាននៅក្នុងអគាររឿងនោះទេនៅកណ្ដាលទីក្រុងភ្នំពេញមានអគារការិយាល័យដែលគេនិយាយបន្លាយគ្នាដែលមាន15ជុំគាត់ត្រូវបានទាំងវេនយប់តែរឿងចម្លែកមួយអំពីចិន្តាយន្តនៅក្នុងអគារ50នាទីព្រឹកគេនិយាយថាមន្ទីរពេទ្យជិះចិន្តាយន្តតែម្នាក់ឯងនៅម៉ោង 3 ព្រឹកម៉ាស៊ីនត្រជាក់ហើយចុចបេតុង
តាមលំដាប់ស្រាប់ចម្លែកមួយគាត់បានឮសូរសំឡេងកង់រត់នឹងនាំអ្នកទៅជាន់ទី16ក្រឹកក្រឹកជាន់ដែលមិនមាននៅក្នុងអាគារមកពីច្រករបៀងខាងមុខសុភ័ក្រគឺជាបុគ្គលិក IT វ័យក្មេងដើរចេញទៅមើលគាត់មិនជឿលើរឿងទាំងចុងច្រករបៀងមានគិលានឧបថ័យការគាត់នៅធ្វើការកំពុងតែរុញរទេះថ្នាំពេលមើលនាឡិកាម៉ោង3ព្រឹកបងគាត់នឹកឃើញរឿងដែលមិត្តរបស់គាត់ធ្លាប់និយាយស្ត្រីនោះមិនឆ្លើយដោយសារតែការសាក់នាងបន្តដើរយឺតគាត់ក៏ចូលចណ្ដាយយន្តតែម្នាក់ឯងពេលនៅទ្វារបិទចម្ងាយប្រមាណម៉ែត្រគាត់ចុចប៊ូតុងតាមលំដាប់ដែលគេប្រាប់យន្តចាប់ដើមឡើងសុខាជាន់ទី5ជាន់ទី8នាងជាន់ទី12កន្លែងភ្លើងលោតដែលលងគួរតែមានភ្នែកហើយនឹងមាត់អេក្រង់បង្ហាញលេខជាន់រៀបស្មើចាប់ដើមខូចសុខាស្រែក3ហើយរត់4 15ត្រឡប់ទៅបន្ទប់ការិយាល័យនោះវាបង្ហាញ16ពេលគាត់បិទទ្វារសំឡេងនោះស្ទើរកកឈាមតែខិតព្រោះអាគារនោះមានត្រឹមជាន់15ត្រឹកប៉ុណ្ណោះសំឡេងនោះវាឡើងមកដល់ទីមុខទ្វារចិត្តតែយន្តឈប់មានសំឡេងគោះទ្វារយឹងតុកទ្វារក៏បើកយឺតតុកនៅខាងក្រៅមានច្រករបៀងវែងមួយស្រាប់តែលើសំឡេងស្ត្រីមួយបានលន់លឺឡើងមានតែភ្លើងពណ៌លឿងស្លាប់តើអ្នកមានតែភ្លើងពណ៌លឿងគាត់មិនឆ្លើយសំឡេងនោះក៏នៅតែស្លុបម្ដងទៀតសុភ័ក្រដើរចូលមួយចំហៀនគ្មានមនុស្សភ្លាមនោះភ្លើងនៅក្នុងសំឡេងគ្មានបង្អួចពេលច្រករបៀងឡើងវិញហាក់ដូចជាគ្មានទីបញ្ចប់នៅពីក្រោយគាត់ស្រាប់តែគាត់ឮសំឡេងស្ត្រីម្នាក់គ្មានសំឡេងដល់ផ្លូវហើមសូមជួយខ្ញុំគ្រាន់តែឈរសម្លឹងដោយភ័យមុខទៅទេ7គួរឲ្យរន្ធទូរស័ព្ទចាំងទៅមុខសុខាបាត់នៅចុងច្រករបៀងមានស្ត្រីម្នាក់ឆ្លងបែរបុគ្គលិកបានហៅគាត់សក់វែងខ្មៅសម្លៀកបំពាក់ក្នុងបន្ទប់នាងឈរស្ងៀមភ្លាមនោះខ្មោចភ្លើងទាំងអស់ថៃថាដែលពេលដែលភ្លឺឡើងវិញនាងឈរនៅពីក្រោយគាត់តែម្ដងមុខស្លេកស្លាំងភ្នែកខ្មៅទៅទេសម្រាប់មាត់របស់គាត់បើកធំខុសធម្មតាបិទចោលអស់ជាច្រើនឆ្នាំនៅទីនោះអ្នកបម្រើការងារមិនមានភ្លើងទ្របមកវិញទេនឹងកលៀននៅបថយការថ្មីហើយរត់ទៅចណ្ដាលយន្តអំពីរឿងចម្លែកបិទគាត់លោតចូលកាន់តែលឿនថាគាត់លោតចូលទាន់ពេលទ្វារបិទភ្លាមមុនទ្វារបិទចិត្តគាត់ឃើញស្ត្រីម្នាក់នៅឈរនៅខាងក្រៅនាងតែងតែញញឹមមើលគាត់ចណ្ដាលយន្តចុះមកជាន់ទី1ស្ងាត់ពេលទ្វារបើកសន្តិសុខកំពុងតែឈររងចាំស្លៀកឯកសន្តានទៅលៀនសម្លឹងមើលគាត់ដោយភាពភ័យខ្លាចសប៉ុន្តែនាងគ្មានឯងទៅណាមកណាមានតែផ្ទៃមុខរសស្អាតខ្ញុំទៅឡើងទៅជាន់ទី16គ្មានភ្នែកគ្មានច្រមុះហើយនឹងគ្មានមាត់ស្លេកស្លាំងទឹកសុខាគឺជាគិលានុបដ្ឋាយនេះមានត្រឹមតែជាន់ទី15ប៉ុណ្ណោះមិនជឿលើរឿងនោះទេពេលគាត់កាមេរ៉ាសុខភាពគេឃើញចណ្ដាលយន្តឡើងជាន់ទី15ប៉ុណ្ណោះដែលគេនិយាយបន្លាយជាន់ទី16ទេយប់មួយប៉ុន្តែក្នុងវីដេអូមានរឿងដែលម្នាក់ឯងឃើញដូចគ្នា50ពេលដែលទ្វារចណ្ដាលយន្តមន្ទីរពេទ្យបើកនៅជាន់ទី15មានស្ត្រីម្នាក់សក់វែងឈរនៅខាងក្រៅតិចហើយពេលទ្វារបិទស្រាប់តែនាងបានងាកមកមើលកាមេរ៉ាកង់រត់ទៅរហូតមកដល់សឹកថ្ងៃក្រឹកបុគ្គលិកនៅក្នុងអាគារនោះតែងតែនិយាយថាបើចណ្ដាលយន្តបង្ហាញលេខ16នៅម៉ោង3ព្រឹកកុំចេញពីទៅមើលកុំចេញពីវាជាចុងច្រករបៀងព្រោះមានគិលានប្រហែលជាម្នាក់កំពុងតែជាន់មួយឆ្នាំដែលមិនគូគាត់ស្រែកហៅបងជួយការវេនយប់ដែរមែនអូខេឥឡូវស្ត្រីនោះមិនឆ្លើយចូលដល់នាងបន្តដើរយឺតដែលមួយទៀតមានចំណងជើងតិចអ្នកពេលនៅបាត់ខ្លួនពីចម្ងាយប្រមាណម៉ែត្រហើយជាប្រមាណម៉ែត្រនាងក៏ឈប់ដែលបាត់ខ្លួនពីក្រែយឺតនៅក្នុងមន្ទីរពេទ្យចាស់មួយមានបន្ទប់លេខ3ឲ្យផ្ទះឈាមតែបុគ្គលិកភាគច្រើនទេមិនចង់ចូលនៅពេលកន្លែងដែលពួកគោតែមានភ្នែកនៅក្នុងមាត់នោះមានរឿងគឺមានតែស្បែកសរៀបស្មើយល់បានសុខាស្រ័យកាលជាច្រើនឆ្នាំមុនមានត្រឡប់ទៅបន្ទប់ការិយាល័យវិញប៉ុន្តែត្រូវបានដាក់ឲ្យសម្រាប់ព្យាបាលសំឡេងនោះបន្ទប់នោះនៅតែខិតមកគាត់មានជំងឺធ្ងន់ធ្ងរគ្រឹះហើយមិនអាចសំឡេងនោះឈប់នៅមុខទ្វារគិលាននៅបន្តមកមានសំឡេងគូគាត់នៅម៉ោង2ព្រឹកតុកគាត់ក៏បានសុខាញ័រទាំងខ្លួនធម្មតាស្រាប់តែឮសំឡេងពេលនាងស្ត្រីមួយបានលន់លឺឡើងខាងក្រៅ
ក្រែរបស់គាត់ទៅតែអ្នកមាននរណាឃើញគាត់ ខ្ញុំទេ ចេញពីបន្ទប់នោះគាត់មិនឆ្លើយ សំឡេងនោះ កាមេរ៉ា ក៏នៅតែ សុវត្ថិភាព សួរ ក៏ ម្ដង បាន ទៀត ថតឃើញអ្វីមួយ តើអ្នកឃើញ ក៏បាន មុខ ថតឃើញ ខ្ញុំទេ អ្វីដែលមន្ទីរពេទ្យ ព្រាមនោះ បានស្វែង ភ្លើង រក នៅក្នុង ពេ បន្ ញ ទ មួយ ប់ យប់ ក៏រលត់ តែរកមិន ពេល ឃើញគាត់ ភ្លើង ឡើយ បំភ្លឺឡើងវិញ ចាប់តាំង នា ពី ង ថ្ងៃ កំពុ នោះ ង ម តែ ក ឈរនៅ បន្ ពី ទប់ ក្រោ លេ យ ខ គាត់ 307 គ្មានមុខ តែងតែមានរឿងចម្លែក គ្មាន កើត សំឡេ ឡើង ងដកដង្ហើម យប់មួយស្រីពេជ្រ គ្រាន់ គឺជា តែ កលៀន ឈរ ឧប សម្លឹង ថ័យ ដោយ ថ្មី ផ្ទៃមុខទទេ ត្រូវប្រចាំ គួរ វេន ឲ្យរន្ធត់ នាងមិនជឿ សុ លើរឿង ខា ខ្មោច បាត់ ទេ ស្មារតីភ្លាម ម៉ោង ៗ 2:45 ព្រឹក នាទី ឡើង ព្រឹក បុគ្គលិកបានហៅ នាងបាន គាត់ ដើរត្រួតពិនិត្យបន្ទប់ផ្សេង គាត់ដេកសន្លប់នៅក្នុងបន្ទប់ ពេលដល់បន្ទប់លេខ រឿង 307 នាង ខ្ ឮ មោច សំឡេ គ ង លៀន ចេញ នៅ ពី បឋា ខា យិ ងក្នុង កា ជួយ ដែល ខ្ញុំ គ្មាន មក មុខ ផង នាង នៅ ក៏ ក្នុង សម្ ម លឹង ន្ទីរ មើល ពេទ្ តា យ ម ចាស់ បង្អួច មួយ នៅលើគ្រែ នៅជ័យ មាន ក្រុង អ្នកជំងឺដែលដេក មានអា បា គា ំង រ ភួយ សម្រា ជិ ក តឈឹង អ្នកជំងឺ នាងគិតថា ត្រូវ ប្រ បាន ហែល បិ ជា ទ អ្នក ចោ ជំ ល ងឺ អ ថ្មី ស់ជា ដែល ច្រា ទើប ន នឹង ឆ្នាំ ទេមក អ្នកបម្រើកា នា รง បាន ងារ បើកទ្វារ យា ជ ម ចូល យប់ និងគ បន្ លៀ ទ ន ប់ នៅ នោះ ប ត្រ ឋាយិ ជាក់ កា ខ្លាំង ថ្ ខុ មី សធម្មតា តែងតែ នាង និ ដើ យាយ រ អំ ទៅជិត ពី គ្រែ រឿងចម្លែកមួយ តើលោកត្រូវការអ្វី គេ ហៅ អ្នកជំ នាង ងឺនោះ ថា មិនឆ្លើយ គិលាន យ នៅ ឺ ប ត ឋាយិកា ភួយក៏ ដែល ចាប់ គ្ ផ្ មា ដើ ន ម មុខ រើ គេនិយាយ ស្រី ថា ពេជ្រ ទា រៀ ញ ង ភួ រា យ ល់ ចេ ម៉ោ ញ ង បន្តិច 3 ព្រឹក គ្រែទទេ នាងតែង គ្ តែ មានន រ រណា ត់ នៅ តែ ទី ថ្នាំ នោះទេ ដើរតាម ភ្លា ច ម ង នោះ របៀង សំឡេង ស្ងាត់ ដែល ស្ លា ងាត់ ន់ឮពីក្រោយខ្នងរបស់ អ្វី នាង ដែលគួរឲ្យខ្លា ជួ ច យខ្ញុំ គឺ ផ នាង ង ស្លៀកឯកសណ្ នា ឋា ង ន ងាក គលា ក្រ ន ោយ នៅ ដោយ ប កា ឋា រ យិ ភ័យ កា ខ្លាច ពណ៌ មាន ស បុរសម្នាក់ ប៉ុ នៅ ន្តែ ចូលបន្ នាង ទប់ គ្មានមុខទេ ស្លៀកសម្លៀកបំពាក់អ្នក មាន ជំងឺ តែ ចាស់ៗ ផ្ទៃមុខដ៏ស មុខ ស្ ស្លេ អា ក ត ខ្លាំង ទ ខ្ញុំ ទេ រកផ្លូវទៅ គ្ គ្រែ មាន របស់ ភ្នែក ខ្ញុំមិនឃើញទេ គ្មានច្រមុះ ស្រីពេជ្រ ហើយនឹង ស្រែក គ្មានមាត់ ហើយរត់ចេញពីបន្ទប់ សុខា ពេលសន្ គឺ តិ ជា សុខ គលាន ហើយ នៅ នឹង ប បុ ឋា គ្គ យិ លិក កា ផ្សេង ថ្មី ទៀតម្ នាក់ រត់មកដល់ មិន គឺ ជឿ គ្មាននរ រឿង ណា នោះ នៅ ទេ ក្នុងបន្ទប់នោះទេ គាត់និយាយ ប៉ុន្ ថា តែនៅលើគ្រែមាន វា ស្ គ្រា នា ន់ ម តែ ដៃត្រ ជា ជា រឿង ក់ជាច្ ដែល រើន គេនិយាយបន្លា ហា ច ក់ គ្នា ដូចជា ប៉ុណ្ណោះ មាននរណាម្នាក់ យប់មួយ ទើបតែ គាត់ត្រូវ ដេក បាន នៅ បំ ទី ពេញ នោះ វេនយប់តែម្នាក់ឯង ក្រោយមក ពួក ម៉ោង គេ 2 បានស្រាវជ្រាវឯក 50 សារ នាទី ចាស់ ព្រឹក ៗ ម រូប ន្ ថ ទី ត រ របស់ ពេទ្យ អ្នក ស្ ជំ ង ងឺ ប់ស្ងា ដែល ត់ បា ខ្ ន លាំង បាត់ខ្លួនកាលពីឆ្នាំ មាន ឆ្នាំ តែ មុន សំឡេងម៉ាស៊ីនត្រ គឺ ជាក់ ជាបុរស ហើយនឹង ដែល ខ្យ ស្រី ល់ ពេ តិ ជ្របាន ចៗ ឃើញ ចាប់ ស្រាប់ តាំងពី តែ ថ្ងៃនោះមក គាត់ បន្ បាន ទប់ ឮ លេខ សូរសំឡេងកង់រ 307 ត្រូវ ទេះ បានបិទចោល ក្រឹក ប៉ុ ក្រឹ ន្ ក តែ ក្រឹ អ្នក ក យាម ក្រឹក នៅពេល សំ យប់ ឡេងនោះ មួយចំនួន មកពី នៅ ច្រ តែ ក និ រប យា ៀ យ ង ថា ខាងមុខ រៀងរាល់ម៉ោង 3 សុ ព្រឹក ខា ពួកគេ ដើរចេ តែ ញ ង ទៅ តែ មើ ឮ ល សូរសំឡេងចេញពី នៅ បន្ ចុ ទប់ ង នោះ ច្រករបៀង ជួយ មាន ខ្ញុំ គលាន ផ នៅ ង បឋាយិកា ខ្ញុំ ម្ នៅ នាក់ ខ្ញុំរក កំ គ្រែ ពុង មិន តែ ឃើញទេ រុញរត់តែថ្នាំ ខែរឿង គា ទី ត់ស្រែក 3 ហៅ របស់ខ្ញុំ ប ក៏ ង បញ្ចប់ប៉ុ ប ណ្ណេះ ង ធ្វើ លើ ការ ក វេន ចូល យប់ រឿង ដែរ ទី មែន 4 ដែលមាន ស្ ជំ ត្រី ងឺ នោះ ជើង មិន ខា ឆ្ ង លើយ នា ស ង ន្លឹ បន្ត ងទៅដឹង ដើរយឺត ពី យឺ បន្ ត ទប់អ្នកស្លាប់ សុខាដើរទៅជិត នៅក្នុងមន្ទីរ ពេ ពេ ល ទ្យ នៅ ចាស់មួយ ចម្ មាន ងាយ បន្ទប់ ប្រ សង្ មា គ្រោះ ណ ម៉ែ បន្ ត្រ ទាន់ ប្រហែលជា ដែល ប៉ុន្ ត្ មា រើ ណ វ ម៉ែ បាន ត្រ បិទចោលជា នាង ច្រើ ក៏ ន ឈ ឆ្នប់ ាំមកហើយ យឺត អ្នក ៗ បម្រើកា នាង រ ងា ងារ កមក យាម រក ជប់ គាត់ និងគលាន ឧបថ័យ សុ ការ ខា ចាស់ កក់ស្ទះ ហៅ ឈា កន្លែ ម ងនោះថា បន្ទប់ នាង ស្លាប់ គ្មានមុខទេ កាល កន្លែង ច្រើន ដែល ឆ្នាំ ពួក មុន ដែលគួរ មាន តែ អ្នកជំ មា ងឺ ន ម្ ភ្នែ នាក់ ក សម្ ហើ រា យ ក នឹង នៅ មាត់ ទីនោះ គឺមាន គា តែ ត់ ស្បែក ត្រើ ស វបាន រាប ដាក់ ស្មើ បណ្ដឹងឲ្យហៅគ សុ លាន ឧប ខា ថ័យ ស្រែក ការនៅ ហើ ក្ យ បែរ រត់ គ្រែ មក ព្រ យ ត្រ ប់ ឡ មួ ប់ យ ទៅបន្ ស្ ទប់ ថាន ការិ ភាព យា រ ល័យ ស់ វិញ គាត់កាន់តែធ្ ប៉ុ ង ន្ ន់ តែ ពេល គាត់ គាត់ បាន បិទ ចុច ទ្វារ បណ្ដឹងហៅ សំឡេង ជំងឺ នោះ ជាច្រើនដង នៅតែ ប៉ុន្តែ ខិតមកជិត ដោយសារតែ គ្រិច មានភាព គ្រិច ច្បុកច្បល់នៅក្នុងម សំ ន្ទី ឡេ រ ង ពេ នោះ ទ្យ ឈប់ គ្មាន នៅ ន មុ រ ខ ណា ទ្វារ ទៅដល់ទាន់ បន្ ពេល ទា ឡើ ប់ យ មក មានសំឡេង ព្រឹក ទ្វា ឡើង រ អ្នក តុក ជំងឺនោះបានស្លាប់ តុក តែម្នាក់ឯងនៅក្នុង តុក បន្ទប់ដៃ សុ រ ខា របស់ ញ័ គាត់ រទាំងខ្លនៅ ួន តែចាប់ជាប់នៅបេតុងកណ្ ស្ ដឹង រាប់តែឮសំឡេង បន្ ស្ ទប់ ត្រីមួយបានលាន់ឮឡើងខាងក្រៅ ពីហេតុការណ៍នោះ តើអ្នកឃើ បន្ ញ ទាប់ មុខ ពី ខ ហេ ខ្ញុំ តុការ ទេ ណ៍នោះ បន្ទប់ គា ក៏ ត់មិន ត្រូវ ឆ្ បាន លើយ បិទ សំឡេងនោះ ប៉ុន្ ក៏នៅ តែ តែសួរ រឿង ម្ដង ចម្លែ ទៀត កៗបានចាប់ តើ ផ្ដើម អ្នក កើត ឃើ ឡើង ញមុខខ្ញុំទេ រៀងរាល់ម៉ោង 3 ព្រឹក ភ្លាមនោះ កណ្ដឹង ភ្លើង ហៅ នៅ គ ក្នុង លាន បន្ទប់ ឧប ក៏ ថ័ រ យ លត់ ការនៅក្នុងបន្ទប់នោះ ពេលភ្លើងបំ តែង ភ្លឺ តែ ឡើង រ វិញ ឡើង ឌីង នាង ឌី កំ ង ពុងតែ ឌីង ឈរនៅពីក្រោយគា
ត់ ទោះបីជាគ្មានអ្នកជំងឺនៅក្នុងបន្ទប់នោះ គ្មា ក៏ ន ដោ សំ យ ឡេងដកដង្ហើម យប់មួយគេលៀននៅបថៃ គ្រាន់ កា តែ ថ្មីឈ្មោះ ឈរសម្លឹងដោយផ្ទៃមុខ ត្រូវប្រចាំការវេនយប់ ឲ្យរន្ធត់ ម៉ោង សុខាបាត់ស្មារ 2:58 តី នាទីព្រឹក ភ្លាម នាងកំពុងតែ ៗ អង្គុយ បុគ្គលិកបាន កំ ហៅ ពុងតែ គាត់ អង្គុយធ្វើរបាយការណ៍ គាត់ដេកសន្លប់នៅក្នុងបន្ទប់ នោះគាត់ដឹងរឿងជំងឺខ្មោចចូលលៀននៅបថៃការអេក្រង់បង្ហាញលេខបន្ទប់313ក្នុងមន្ទីរពេទ្យចាស់មួយនោះគឺជាបន្ទប់ស្ងាត់ក្រុងមានអគារសម្រាប់ប្រហែលជាប្រព័ន្ធខូចតែត្រូវបានប៉ុន្តែបណ្ដឹងនៅតែបន្តរោឌីងឌីងអ្នកបម្រើការងារចុងក្រោយនាងសម្រាប់ចាត់លៀននៅបថៃការថ្មី ពេលនាងដើរទៅដល់ក្នុងបន្ទប់លេខ313 ចម្លែកមួយ ទ្វារក៏ចាប់ផ្ដើមបើកបន្តិចទៅខ្លួនឯង ហៅនាងថា ខាងក្នុងងងឹតសូន្យមានតែពន្លឺខ្សោយៗនៅឯចុងបន្ទប់ គេនិយាយ ទីណាបញ្ចាំងពិលចូលទៅក្រែអ្នកជំងឺនៅទីនោះកណ្ដឹងហៅជំនួយនៅក្បែរក្រែហើយវាកំពុងតែញ័រដោយខ្លួនឯង នាងស្លៀកឯកសណ្ឋាន ឌីង ទៅ ឌី លៀន ង នៅបថៃ ឌីង ការ ឌីង
ស្រាប់តែមានសំឡេងបរិសុទ្ធម្នាក់សឹបចេញពីជ្រុងនៃបន្ទប់ មានតែ ហេតុអ្វីទើបមក ទទេ លីណា មានភ្នែ ក ក ក់ឈាម គ្មានច្រមុះ នាងបញ្ចាំង ហើយ ទៅ នឹង ទៅ គ្មាន ទិស មាត់ សំឡេងនៅ សុ ទី ខា នោះមានបរិសុទ្ធ គឺ ម្ ជា នាក់អង្គុ គិ យ លាន លើ ប គ្រែ ថយការថ្មីម្នាក់ សម្លៀកបំពាក់អ្នកជំងឺ ជឿ ចាស់ លើរឿងនោះទេ ស្បែកស្លេក គាត់ ភ្នែក និយាយ ខ្មៅ ថា ដៃរបស់គាត់ គ្រាន់តែ កំពុង ជា ជិត រឿង កណ្ដឹង ដែល ឌីង គេ ឌីង និ ឌី យាយ ង ឌីងបន្លាយគ្នាប៉ុណ្ណោះ គាត់ញញឹមយឺត យ យឺ ប់ ត មួយ ខ្ញុំ គាត់ ចុច ត្រូវបាន ហៅ បំពេញ ជំ វេន នួ យប់ យ តែម្នាក់ឯង ហេតុអ្វី ម៉ោង គ្មានអ្នកណាមក 2:50 នាទីព្រឹ ភ្លា ក មនោះ ភ្លើងទាំងអស់ត្រូវបានរលត់ ខ្លាំង ពេលភ្លើង មាន មក តែ វិញ សំឡេង គ្រែ ម៉ាស៊ីន ក៏ ត្រ ទ ជាក់ ទេ ហើយនឹង គ្មាន ខ្យ នរ ល់ ណា តិចៗ នៅទីនោះឡើយ ស្រាប់ ប៉ុន្តែ តែ កណ្ដឹង គាត់ នៅ បាន តែ ឮ បន្ត សូរ រ សំឡេ ក ងកង់រទេះ លីណារត់ចេញ ក្រឹ ពី ក ក្នុងបន្ទ ក្រឹ ប់ ក ដោយភ័យ ក្រឹក ស្លន់ស្លោ ក្រឹក ថ្ងៃបន្ទាប់ សំឡេង ម នោះ ន្ទីរពេទ្យ មក បាន ពី ពិ ច្រក និត្យ របៀ ប្រ ង ព័ន្ធ ខាងមុខ ទាំងមូល ប៉ុន្តែ សុខា អ្នកជំនាញរ ដើ ត់ រ មិន ចេញ ឃើញ ទៅ អំពី មើល បញ្ហាអ្វីនោះ នៅ ទេ ចុងច្រករបៀង ទោះ មាន ជា គិ យ៉ាង លាន ណា ឧបថយការ រៀ ម្ ង នាក់ រាល់ម៉ោង 3 ព្រឹ កំ ក ពុងតែ គាត់ បណ្ដឹង រ នៅ ទេះ បន្ទប់ ថ្នាំ លេខ 313 នៅ គា តែ ត់ រ ស្រែក ដដែល ហៅ បង បង ហើយ ជួយ អ្នក ការ យាម វេន មួយ យប់ ចំ ដែរ នួ មែ ន ន ស្បត់ ស្ ថា ត្រីនោះមិនឆ្លើយ ពួកគេ នាងបន្ត បាន ដើ ឮ រ សំឡេង យឺតៗ បុរសម្នាក់និ សុ យាយ ខា ពីក្នុង ដើរ បន្ទប់ តិចចិត្ត ថា ពេល សូម នៅ ជួយខ្ញុំ ចម្ងាយ ផង ប្រមាណ ខ្ញុំ ម៉ែ នៅ ត្រ រោង ប្រ ផា ហែល ម ជា ប៉ុន្មាន ម៉ែត្រ អូខេ រឿងយើង នា ច ង ប់ ក៏ តែ ឈ ប៉ុណ្ ប់ ណឹង យឺតៗ នាងងាកមករកគាត់ សុខា កកស្ទះឈាម នាងគ្មានមុខទេ កន្លែងដែលពួក ដែលគួរតែមានភ្នែក ហើយនិងមាត់ គឺមានតែស្បែកសរាបស្មើ សុខាស្រែក ហើយរត់មក ត្រឡប់ទៅបន្ទប់ការិយាល័យវិញ ប៉ុន្តែពេលគាត់បិទទ្វារ សំឡេងនោះនៅតែខិតមកជិត គ្រិច 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 សំឡេងនោះឈប់នៅមុខទ្វារ បន្ទាប់មកមានសំឡេងគោះទ្វារ តុក 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 សុខាញ័រទាំងខ្លួន ស្រាប់តែឮសំឡេង ស្ត្រីមួយបានលាន់ឮឡើងខាងក្រៅ តើអ្នកឃើញមុខខ្ញុំទេ? គាត់មិនឆ្លើយ សំឡេងនោះក៏នៅតែសួរម្ដងទៀត តើអ្នកឃើញមុខខ្ញុំទេ? ភ្លាមនោះ ភ្លើងនៅក្នុងបន្ទប់ក៏រលត់ ពេលភ្លើងបំភ្លឺឡើងវិញ នាងកំពុងតែឈរនៅពីក្រោយគាត់ គ្មានមុខ គ្មានសំឡេងដកដង្ហើម គ្រាន់តែឈរសម្លឹងដោយផ្ទៃមុខទទេ ក៏គួរឱ្យរន្ធត់ សុខាបាត់ស្មារតីភ្លាមៗ ព្រឹកឡើង បុគ្គលិកបានហៅគាត់ គាត់ដេកសន្លប់នៅក្នុងបន្ទប់